ខ្ញុំបាទសូមគោរពទៅដល់ឋានៈដឹកនាំក៏ដូចជាបុគ្គលិកកម្មករដែលកំពុងអនុវត្តជាជួរកៅស៊ូខ្ញុំបាទទាំងពីរនាក់ជាបុគ្គលិកបច្ចេកទេសសូមធ្វើបទបង្ហាញអំពីការបំពាក់សម្ភារៈនៅលើដើមកៅស៊ូសម្រាប់មុខជាផ្កាប់សូមរីករាយទស្សនានៃដំណើរការបំពាក់សម្ភារៈដូចតទៅចំពោះចំការបើកមុខផ្កាប់ដើមឡើយយើងត្រូវបកក្បាំងចាស់ចេញរួចហើយយើងកោសសម្អាតគ្រាប់កឹបនេះជាផ្ទាំងមុខជាទី1ខាងនេះជាផ្ទាំងមុខជាទី2បន្ទាប់មកយើងគូសព្រំចែកដើមព្រំខាងមុខដោយរក្សាទុក7សង់ទីម៉ែត្រពីមុខជាចាស់នៃផ្ទាំងទី2កម្ពស់10សង់ទីម៉ែត្រពីមុខជាចាស់នៃផ្ទាំងទី1ចំណែកព្រំខាងក្រោយយកតាមព្រំខាងក្រោយមុខជាចាស់ផ្ទាំងទី1យើងមាន3ក្រិតក្រិតទី1កន្លែងមុខជាក្រិតទី2កន្លែងស្លាបព្រាក្រិតទី3កន្លែងកងត្រចានដូច្នេះពីមុខជាមកដល់កន្លែងចំណុចដំស្លាបព្រាមានប្រវែង10សង់ទីម៉ែត្រពីកន្លែងស្លាបព្រាមកកន្លែងកងត្រចានមានប្រវែង15សង់ទីម៉ែត្របន្ទាប់មកយើងចាប់ផ្ដើមគូសពុម្ពត្រាសានេះជាលំនាំពុម្ពត្រាសាដែលមានចំណោត45ដឺក្រេក្រោយពីពេលអូសពុម្ពត្រាសារួចយើងនឹងចាប់ផ្ដើមបំពាក់ក្បាំងនៅលើដើមនៅក្នុងការបំពាក់ក្បាំងនៅលើដើមនេះយើងបន្សល់ទុកនៅចំណុចខាងជាមុខជាខាងលើ10សង់ទីម៉ែត្រនិងចំណុចមុខជាផ្នែកខាងក្រោម10សង់ទីម៉ែត្រក្នុងការកឹបក្បាំងនេះដោយយើងបន្សល់ទុកនៅចុងក្បាំងខាងលើចំនួន25សង់ទីម៉ែត្របន្ទាប់ពីកឹបរួចយើងធ្វើការបិទកាវថង់គ្របចានដែលចងថ្មរួចយើងត្រូវប្រើដែកគោលមុខ3គ្រាប់កឹប3ចំណុច Bye.
អង្គគ្របចានដែលចងថ្មរួចយើងត្រូវប្រើដៃគោលមុខ3គ្រាប់កឹប3ចំណុចចំណុចទី1កឹបចំពុំត្រាសាខាងលើចំណុចទី2និងទី3ទាញផុសឲ្យស្របប្រហែល45ដឺក្រេហើយកឹបដៃគោលជាការស្រេចការបំពាក់សម្ភារៈនៅលើដើមជាមុខកាប់សូមចប់តែត្រឹមនេះសូមអរគុណ